អូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះ event MSC គឺបានចូលមកដល់ server ផ្លូវការរបស់យើងហើយអ្នកទាំងអស់គ្នាដែលនៅក្នុង event ហ្នឹងគឺខ្ញុំធ្លាប់បាននិយាយមួយសាយអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកនិយាយម្ដងទៀតដើម្បីអ្នកទាំងអស់គ្នាកាន់តែយល់ច្បាស់ពាក់ព័ន្ធជាមួយនឹង event ហ្នឹងព្រោះដោយសារតែឥឡូវហ្នឹងគឺវាបានចូលមកដល់ server ផ្លូវការរបស់យើងអញ្ចឹងណាហើយការពីវីដេអូមុនហ្នឹងគឺខ្ញុំនិយាយនៅក្នុង advanced server អញ្ចឹងមុននឹងខ្ញុំទៅនិយាយពី event ហ្នឹងបន្តទៀតសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនគិតអាក្រក់នោះទេកុំភ្លេចជួយចុច subscribe នៅលើ YouTube channel របស់ខ្ញុំម្នាក់មួយផងអញ្ចឹងពាក់ព័ន្ធជាមួយនឹង event ហ្នឹងគឺអត់មានអីពិបាកទេអ្នកគ្នាជាមួយនឹង skin Baxia ហ្នឹងគឺគេលក់នៅក្នុងតម្លៃ719 Diamond ដែលមានការ discount រហូតដល់ 20% ដែលតម្លៃពេញគឺ899 Diamond អញ្ចឹងនៅពេលដែលយើងចំណាយ Diamond ប៉ុណ្ណឹងគឺយើងនឹងទទួលបានជាមួយនឹង skin Baxia មួយហើយជាមួយនឹង coin MSC 2026ចំនួន3500អ្នកគ្នាហើយអា coin ហ្នឹងគឺសំខាន់ខ្លាំងណាស់អ្នកគ្នាគឺយើងយកទៅទុកទិញជាមួយនឹងរបស់របរនៅក្នុង event ហ្នឹងអញ្ចឹងណាចូលមកបន្តទៀតគឺយើងមកមើលជាមួយនឹងកន្លែងការបំពេញ quest អញ្ចឹងបំពេញ quest មានដូចជាការ log in game ជារៀងរាល់ថ្ងៃយើងលេងមួយ game នៅក្នុងវគ្គ Pro ក៏បាន Classic ក៏បាន Racing ក៏បានដែរអ្នកគ្នាហើយquest បន្តទៀតគឺយើងលេងមួយម៉ាច់ដូចគ្នាប៉ុន្តែគឺទាមទារឲ្យយើងឈ្នះអញ្ចឹងណាតើយើងឈ្នះអាចគេគិតឲ្យកន្លែងហ្នឹងអញ្ចឹងណាតែដោយសារតែខ្ញុំលេងរួចហើយគឺវា load ឲ្យខ្ញុំធ្វើការ claim ឯអ្នកគ្នាដូចជាការធ្វើការទូទាយ complete 20ម៉ាច់40ម៉ាច់60ម៉ាច់ហើយជាមួយនឹង share event ហើយអា share event នេះគឺខ្ញុំបាន share រួចរាល់ហើយខ្ញុំធ្វើការ claim នៅកន្លែងហ្នឹងសិនចឹងឥឡូវយើង claim ហើយគឺយើងទទួលបានអា coin MSC ហ្នឹងចំនួន650 coin ចា coin ហ្នឹងគឺគេយកមកដូរជាមួយនឹងរង្វាន់នៅកន្លែងនេះអ្នកគ្នាតែនៅក្នុងហ្នឹងគឺមានជាមួយនឹង skin Baxia ហ្នឹង skin Baxia ហ្នឹងបើសិនជាយើងអត់ចង់ចំណាយ diamond ក៏យើងអាចធ្វើការបានដោយ free ដែរអ្នកគ្នាគាត់ថាវាយូរបន្តិចអ្នកគ្នាហើយបើយើងធ្វើការបំពេញ quest ហ្នឹងខកខានតែមួយថ្ងៃគឺយើងឡើងទទួលបានតែម្ដងតែនៅក្នុងហ្នឹងគឺ skin Baxia ហ្នឹងគឺគេទាមទាររហូតទៅដល់35,000 coin MSC អ្នកគ្នាមិនថាជា skin របស់នេះ skin របស់ Valentina skin របស់Atlas មាន Paza មាន Clock មាននេះគេហៅ Leo អ្នកគ្នានិយាយចង់ចាញ់ហើយមានជាមួយនឹង Avatar Border មាន emote មានអីនៅក្នុងហ្នឹងអញ្ចឹងណាចឹងអា coin ហ្នឹងគឺគេយកសម្រាប់មកធ្វើអញ្ចឹងអ្នកទាំងអស់គ្នានេះអា coin អា Avatar Border នេះគឺ Avatar ថ្មីរបស់skin Baxia ហ្នឹងតែម្ដងអ្នកខ្ញុំនិយាយចង់ចេញសោះអូខេអញ្ចឹងបន្តទៀតគឺយើងមកមើលនៅក្នុងហ្នឹងថាវាមានអីខ្លះអញ្ចឹងណាអញ្ចឹងនៅកន្លែង view game នេះគឺយើងអាចចូលមកដើម្បីធ្វើការ follow គេមួយទៅនៅពេលដែលយើងធ្វើការ follow គឺយើងនឹងទទួលបាន coin MSC ហ្នឹងចំនួន500ទៀតអ្នកទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែធ្វើតាម guideline របស់គេមកបន្ទាប់មកគឺយើងរងចាំនេះគេនឹងធ្វើការបើកការប្រកួតហ្នឹងនៅថ្ងៃទី22ខែ7អ្នកគ្នាគឺយើងចាំទស្សនាទាំងអស់គ្នាគឺគេដាក់ថា follow to claim revenge on ថ្ងៃទី22នៅក្នុងខែ7ហ្នឹងគឺយើងមានទទួលបាន revenge បន្ថែមទៀតអ្នកទាំងអស់គ្នាបន្តមកទៀតគឺយើងមកមើលនៅកន្លែង support chest ដែល support chest ហ្នឹងគឺដូចជាមួយនឹង event M7 អញ្ចឹងអ្នកគ្នានិយាយទៅគឺយើងធ្វើការ support chest ដើម្បីយកជាមួយនឹង coin MSC ហ្នឹងណាតែបើយើងហេងទៅគឺយើងអាចទទួលបានជាមួយនឹង skin Valentina ទៀតដែលក្នុងការ support ម្ដងគឺអស់20 diamond អ្នកទាំងអស់គ្នានេះអញ្ចឹងនៅក្នុងហ្នឹងវាមានជាមួយនឹង coin MSC 1000មានបូក500មានបូក300ហើយជាមួយនឹង skin តែម្ដងអញ្ចឹងហ្នឹងយើងគ្រាន់តែធ្វើការ support គេទៅឥឡូវខ្ញុំ support ឲ្យមើលមួយនេះ20 diamond មើលបានអីវាយនេះនៅពេលដែលយើង support ទៅគឺយើងក៏ចំណេញដែរអ្នកគ្នាព្រោះយើងនៅក្នុងហ្នឹងនៅពេលដែលយើង support ក៏យើងអាចទទួលបានជាមួយនឹង Crystal Aurora ផងដែរហើយមានជាមួយនឹង banner MSC banner MSC ហ្នឹងគឺយើងទុកធ្វើការ complete test ពេលដែលយើងចូលលេង game ណាហើយមានជាមួយនឹង coin MSC ហ្នឹងបានបូក300ដែរអញ្ចឹងវាគ្រាន់បើដែរអញ្ចឹងណាអូខេហើយបន្តមកទៀតគឺយើងទៅមើលនៅក្នុង event ហ្នឹងទៀតថាវាមានអីខ្លះអញ្ចឹងណាដើម្បីអ្នកទាំងអស់គ្នាបានដឹងព្រោះលើកមុនគឺដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺខ្ញុំនិយាយនៅក្នុងនេះអញ្ចឹងណានៅក្នុង test server អ្នកគ្នាអញ្ចឹងយើង collab អានេះមួយមកដើម្បីយើងទទួលបានព័ត៌មានបន្ថែមទៀតយ៉ាងណា event MSC វិញដល់ណាបាត់ហើយអូខ្ញុំភ្លេចអ្នកគ្នានេះជាមួយនឹងការ free ticket ណាចឹងសម្រាប់គ្នាយើងអ្នកដែលអត់ទាន់បានដាក់យកជាមួយនឹងការ free ticket អីទេគឺរុះរាន់តដាហើយទៅហើយនេះគឺជាកញ្ចប់ណែនាំសម្រាប់ធ្វើការដាក់យកជាមួយនឹង full ticket នៅក្នុង event ហ្នឹងចឹងសម្រាប់គ្នាយើងអ្នកដែលមានតម្រូវការដាក់ diamond ដើម្បីយកជាមួយនឹងការ free ticket ហ្នឹងគឺអ្នកទាំងអស់គ្នាអាចមកដាក់ diamond ជាមួយនឹងខ្ញុំបានឬក៏
អ្នកទាំងអស់គ្នាចង់ទៅដាក់ diamond ឲ្យខ្លួនឯងក៏បានដែរអ្នកគ្នាគឺដាក់តាម website របស់ខ្ញុំផ្ទាល់តែម្ដងហើយសម្រាប់អ្នកដែលគាត់ចង់ដាក់ជាមួយខ្ញុំគឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានអ្នកគ្នាចឹងនេះ MSC 2026បន្តមកទៀតជាមួយនឹង guest នេះគឺគេតម្រូវឲ្យយើងធ្វើការទុះទាយអញ្ចឹងណាថាមានក្រុមណាខ្លះអ្នកគ្នាជាម្ចាស់ជើងឯកនៅក្នុងការប្រកួត2026ហ្នឹងណាអញ្ចឹងយើង support ខ្មែរយើងមកដាក់ Pro Esport ហ្នឹងមក confirm ផ្លាប់មកអេមស្នែបាត់ហើយអ្នកគ្នាអញ្ចឹងយើងថា Pro Esport យើងគឺជាម្ចាស់ជើងឯកយើងទុះទាយណាអញ្ចឹងអ្នកនរគ្នាស្រឡាញ់ក្រុមណាទុះទាយតាមក្រុមហ្នឹងទៅអូខេបន្តមកទៀតអ្នកគ្នាគឺនៅថ្ងៃទី22ហ្នឹងគឺគេនឹងបើកការប្រកួត MSC ហើយអ្នកគ្នាអញ្ចឹងយើងអាចធ្វើការទុះទាយមកថាក្រុមណាជាអ្នកឈ្នះអីចឹងណាហើយនៅពេលដែលយើងធ្វើកន្លែងហ្នឹងគឺយើងបាន claim ជាមួយនឹង quest របស់យើងដែរចឹងណាអញ្ចឹង team Vomos នេះដឹងតែខ្លាំងហើយអ្នកគ្នាអញ្ចឹង support ខាងគាត់មួយយើងដាក់200មកដល់ឈ្នះហើយហ្គេមទី1អូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការបំពេញនៅកន្លែងហ្នឹងហើយគឺយើងអាចធ្វើការ claim បានមួយទៀតហើយអ្នកគ្នានេះនិយាយទៅគឺវាងាយខ្លាំងមែនតើវាអត់មានអីពិបាកព្រោះដោយសារតែយើងចំណាយ diamond ទិញជាមួយនឹង skin ហើយយើងបំពេញ quest ដើម្បីយកជាមួយនឹង coin នឹងបន្ថែមទៀតដើម្បីយកមកធ្វើការដូរយកជាមួយនឹង skin ដែលវាមាននៅក្នុង event shop នេះអ្នកគ្នាអញ្ចឹងគឺអត់មានអីពិបាកទេសម្រាប់ការលេងនៅក្នុង event ហ្នឹងអញ្ចឹងណាហើយវាមានអីទៀតខ្ញុំនឹងបង្ហាញឲ្យអ្នកគ្នាបានឃើញនេះ clear មួយសិនយើងបាន2 coin MSC ទៀតអ្នកគ្នាអានេះអត់មានអីទេអញ្ចឹងពាក់ព័ន្ធជាមួយនឹង event MSC ហ្នឹងគឺវាអត់មានអីច្រើនទេអ្នកគ្នាគឺមានតែប៉ុណ្្នឹងទេហើយគ្រាន់តែមកឈុលហ្នឹងគឺខ្ញុំបាន1650 coin អ្នកគ្នាគឺលឿនខ្លាំងមែនតើអញ្ចឹងយើងធ្វើ event ហ្នឹងរាល់ថ្ងៃទៅជាប្រចាំទៅគឺយើងនឹងទទួលបានហើយវាអត់មានអីឲ្យយើងស្មុគស្មាញទេអ្នកគ្នាអូខេអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីឲ្យគ្នាយើងបានដឹងពី event ហ្នឹងវាចូលមកដល់ក្នុង advance server ដែរហើយអញ្ចឹងណាមានអ្នកខ្លះគឺគាត់អត់ទាន់ដឹងទេហើយសម្រាប់គ្នាយើងអ្នកដែលទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ